อภิบาลในคณะอภิบาลแคดโปสัตอาจจะดอมโคยสุขาบ้านเลือกลางท่าสกรรมเพียบระบอบจุปจุนสมัครจัดสำนักเดจูโจวอเวงได้ประดอลการมาสัจจุนประชิปรัตขนมแคดโปสัตกำปงดำนาการเตอบานยางรุลูนปนแต่เอาไว้ได้จิปัญหาประชมคือการกับตนเตรียนปรียกได้เพื่อจิการมาสัจปีสำนักประชิปรัตโดยมีการยุยงปีจนอากาเตได้จิมีขจลอาจจะดอมโคยสุขาบ้านทลายแบบนี้ขณะออกการในการจุประชุมการเงียจิมวยกรมการเงียสำรอบสำรูลยุวชนสมัครจัดสำนักดิจูแคดโปสัตได้ดึกน้อมโดยลูกมกจันการณาโปรดเทียนกรมยุวชนใบตองกระทรวงปริธานการปิเปทำไมนี้ในสลาแคดโปสัตอาจจะต้องโคยสุขาบานเลือกปีจำนัดกานงวิธีนกายางยกจัดตุกดะระบบแคดเลือกการเงียวเวงได้ทลีจูนประชิปรัตขนมแคดโปสัตนี้ជាពិសេសការយកចិត្តទុកដាក់ទៅលើសុខភាពនិងសុវត្ថិភាពរបស់ក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោតាមគោលដៅនីមួយៗម្យ៉ាងវិញទៀតខេត្តក៏បានធ្វើការងារយ៉ាងសកម្មលើការបង្ក្រាបបទល្មើសនិងការទប់ស្កាត់ភាពអនាធិបតេយ្យក្នុងការទន្ទ្រានយកដីខុសច្បាប់លើគ្រប់រូបភាពជារួមគឺថាកិច្ចដំណើរការនេះគឺបានប្រព្រឹត្តទៅបានល្អប្រសើរហើយដែលកំពុងតែបន្តទៅមុខទៀតហើយជាពិសេសដោយឡែកក្រុមយុវជនទាំងអស់ហ្នឹងគឺថាសុទ្ធតែបានខំប្រឹងប្រែងគ្រប់ក្រុមទាំងអស់សុទ្ធតែខំប្រឹងប្រែងដើម្បីអនុវត្តការងាររបស់ខ្លួនបានលទ្ធផលល្អហើយយើងក៏មានបញ្ហាលំបាកខ្លះដែរទាក់ទងនឹងស្ថានភាពសុខភាពប៉ុន្តែក្នុងនេះគឺការរៀបចំរបស់អាជ្ញាធរមូលដ្ឋានក៏ដូចជាខេត្តគឺយើងដោះស្រាយជាបន្ទាន់ក្នុងករណីមានការងារចាំបាច់ដែលពាក់ព័ន្ធនឹងបញ្ហាសុខភាពនេះដូចជាកន្លងមកនេះគឺមានយុវជននៅខាងកវាញគាត់មានជំងឺគឺថាយើងបានបញ្ជូនមកពេទ្យខេត្តហើយគាត់ក៏បានចេញទៅវិញហើយខាងយុវជនហៅគោក៏មានជំងឺមកពេទ្យខេត្តដែរហើយដល់យើងពេទ្យខេត្តនេះពិនិត្យមើលថាស្ថានភាពរបស់គាត់នេះគួរតែបញ្ជូនទៅភ្នំពេញវាបានបញ្ជូនទៅភ្នំពេញភ្លាមអត់មានទុកឲ្យហួសពេលទេហើយទន្ទឹមនេះដែរយើងក៏មានការលំបាកខ្លះទៀតដែលពាក់ព័ន្ធនឹងការរុករានទន្ទ្រានការកាប់ដីព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់នេះពិសេសគឺនៅស្រុកក្រគរនៅស្រុកក្រវាញនិងស្រុកវាលវែងច្រើនជាងគេគឺនៅស្រុកវាលវែងក្រមដែលអាណាធិបតេយ្យទាំងអស់ហ្នឹងគឺគាត់ទៅកាប់ព្រៃឈើយកដីដើម្បីឲ្យគិតថាឲ្យក្រមការងាររបស់យើងវាស់ដែរគាត់កាប់ព្រៃឈើហ្នឹងហើយឥឡូវនេះអាជ្ញាធរខេត្តយើងបានបង្កើតជាក្រុមការងារដើម្បីទប់ស្កាត់ការងារនេះហើយយើងបានធ្វើបានសម្រេចជោគជ័យនៅកកោហើយនៅកកោនិងនៅកវាយនេះក៏ហាក់ដូចជាចង់ចិត្តអស់ដែរប៉ុន្តែនៅសល់នៅវាលវែងនៅសល់ខ្លះទៀតនៅវាលវែងនេះដែលយើងត្រូវបន្តធ្វើហើយអ្នកទាំងអស់នេះគឺមិនមានអត្តសញ្ញាណច្បាស់លាស់ទេហើយមកកាប់ព្រៃឈើហើយទន្ទឹមនេះដែរដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាពព្រោះថាការដែលទៅចូលរុករៀនព្រៃនេះគឺមានមេខ្យល់មានតែអ្នកដឹកនាំទៅហើយដឹកនាំទៅនឹងខ្ញុំមិននិយាយថាសមាជិកណាទេប៉ុន្តែមេខ្យល់ទាំងអស់នេះគឺទៅវាស់ដីព្រៃនឹងដើម្បីគៀងគោហៅប្រជាជននឹងមកចូលមកលុកលុយតែម្ដងបំផុសចលនាឬក៏អ្នកខ្លះលក់ដើរលក់អញ្ចឹងទៅហាងមហត្តាតែប៉ុណ្ណេះទេហើយចូលយកយ៉ាងមកលីកបិតហើយបថៅមួយមកកាប់ព្រៃយកដីអញ្ចឹងអានេះគឺជាអំពើដែលខុសច្បាប់ទាំងអនុសាសន៍របស់សម្ដេចទៀតយើងអាជ្ញាធរគឺថាយើងមិនអាចបដ ாய் ឲ្យគាត់ធ្វើអញ្ចឹងបានទៀតទេព្រោះអានេះជាការបំផ្លិចផ្លាញធ្ងន់ធ្ងរណាស់ហើយក៏មិនមែនជាគំនិតអត្តនោម័តរបស់យើងម្នាក់ទេនេះគឺជាច្បាប់ជាគោលការណ៍ជាការគ្រប់គ្រងជាការដឹកនាំប្រទេសជាតិមួយដែលមានច្បាប់មានទម្លាប់ត្រឹមត្រូវដែលយើងត្រូវតែអនុវត្តឲ្យបានខ្ញុំមានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គឺសូមកុំឲ្យជឿការបំផុសការញុះញង់ពីសំណាក់ជនមួយចំនួនសូមឲ្យពិនិត្យមើលឡើងវិញឲ្យបានច្បាស់អំពីខ្លឹមសារនៃអនុសាសន៍ក៏ដូចជាច្បាប់ដែលទាក់ទងនឹងការប្រើប្រាស់ការគ្រប់គ្រងដីធ្លីក៏ដូចជាព្រៃឈើរបស់យើងអញ្ចឹងហើយសូមអំពាវនាវសូមឲ្យពិសេសគឺថាបងប្អូននៅខេត្តពោធិ៍សាត់នេះគឺសូមមេត្តាកុំទៅរុករៀនព្រៃឲ្យសោះគឺថាយើងមិនអនុញ្ញាតទេទោះជាកាប់ហើយក៏ដោយក្រុមការងារយើងមិនអាចធ្វើបានកម្មសិទ្ធិបឋមបានទេព្រោះមិនត្រូវច្បាប់ដែលធ្វើឲ្យខុសទាំងអនុសាសន៍របស់សម្ដេច
ដាច់បានហាមដាច់ខាតដែរអញ្ចឹងមិនអាចទទួលយកបានកម្មសិទ្ធិបឋមនឹងបានទេ ដោយសារផ្ទៃដីខេត្តពោធិ៍សាត់មានវិសាលភាពធំទូលាយលោកអភិបាលខេត្តក៏បានស្នើសុំបន្ថែមក្រុមការងារវាស់វែងដីធ្លីចំនួន6ក្រុមបន្ថែមទៀតដើម្បីសម្ដៅសម្រេចឲ្យបានទាន់ពេលវេលានៅភារកិច្ចដែលរាជរដ្ឋាភិបាលបានដាក់ជូនក្នុងរយៈពេល6ខែ ដោយសារទីតាំងនៃតំបន់ដែលប៉ះពាល់លើដីគម្របព្រៃឈើក៏ដូចជាលើដីសម្បត្តិសេដ្ឋកិច្ចនៅទូទាំងខេត្តនេះមានទំហំរហូតដល់ជិត 80000 ហិកតាហើយគ្រួសារដែលប៉ះពាល់ដីធ្លីនេះគឺមានជាង 25000 គ្រួសារអញ្ចឹងទេទាំងមន្ទីររៀបចំដែនដីទាំងថ្នាក់ដឹកនាំខេត្តបានបង្កើតក្រុមការងារជំហានទី1ដោយសារលទ្ធភាពរបស់ខេត្តពោធិសាត់នេះគឺយើងបង្កើតបានតែ6ក្រុមតែប៉ុណ្ណោះហើយទន្ទឹមនេះអភិបាលខេត្តពោធិសាត់ក៏ដូចជាថ្នាក់ដឹកនាំអង្គភាពផ្សេងៗទៀតបានរួមសហការប្រជុំដើម្បីបង្កើតក្រុមការងារថ្មី6ក្រុមទៀតព្រោះបើសិនជាធ្វើតែ6ក្រុមនេះលើទឹកដីដែលបានធ្វើការប៉ាន់ស្មានដំបូងនោះគឺមិនអាចតាន់ពេលវេលានៃរយៈពេល6ខែដែលប្រមុខរាជរដ្ឋាភិបាលដាក់ផែនការនោះទេអញ្ចឹងទេខេត្តពោធិសាត់បានស្នើទៅឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ឹមចិនលឹមរួចហើយនៅសំណើបន្ថែម6ក្រុមសម្រាប់ចុះទៅដល់ស្រុកគោលដៅចំនួន5ដទៃទៀតដែលមានរហូតទៅដល់22ឃុំសង្កាត់ដែលប៉ះពាល់លើដីគម្របព្រៃក៏ដូចជាដីសម្បត្តិ សូមបញ្ជាក់ថានៅទូទាំងខេត្តពោធិ៍សាត់ក្រមយុវជនស្ម័គ្រចិត្តសម្ដេចតេជោដែលកំពុងធ្វើសកម្មភាពវាស់វែងដីធ្លីផ្ដាល់កម្មសិទ្ធិជូនប្រជាពលរដ្ឋគឺមានចំនួន6ក្រុមក្នុងទីតាំងស្រុកចំនួន5ដែលក្នុងនោះក្រុមលេខ104ប្រចាំនៅទីតាំងស្រុកវាលវែងក្រុមលេខ121ប្រចាំនៅស្រុកបាកានក្រុមលេខ119និងក្រុមលេខ120នៅស្រុកក្រគរក្រុមលេខ122ប្រចាំនៅក្រុងពោធិ៍សាត់និងក្រុមលេខ105ប្រចាំនៅទីតាំងស្រុកភ្នំក្រវាញខ្ញុំបាទលេនរ៉ាត់ទូរទស្សន៍អប្សរាធ្វើសេចក្តីរាយការណ៍